មេរៀន4ការស្គាល់ខ្លួនឯងការចាប់ផ្ដើមពីខ្លួនឯងជាការចាំបាច់ដ៏មានឥទ្ធិពលខ្លាំងបំផុតក្នុងការចិញ្ចឹមអប់រំកូនឪពុកម្ដាយដែលមិនយល់ពីអារម្មណ៍ការគិតនិងបំណងប្រាថ្នារបស់ខ្លួនមិនត្រឹមតែធ្វើឲ្យខ្លួនមានសម្ពាធនោះទេប៉ុន្តែវាអាចបញ្ជូនឬដាក់បន្ទុកសម្ពាធទាំងនោះទៅលើកូនដោយមិនដឹងខ្លួនទៀតផងឪពុកឬម្ដាយជាច្រើនដែលធ្លាប់មានក្តីស្រមៃហើយមិនអាចសម្រេចបានឬមានតម្រូវការដែលខ្លួនមិនបានទទួលបានពួកគេតែងតែយកកូនជាក្តីសង្ឃឹមមួយសម្រាប់អនាគតមានន័យថាពួកគាត់ឲ្យកូនទទួលខុសត្រូវលើក្តីស្រមៃឬតម្រូវការដែលខ្លួនមិនបានសម្រេចឬទទួលបាននោះទោះបីជាការគិតនេះជាគំនិតល្អរបស់ឪពុកម្ដាយក៏ដោយប៉ុន្តែវាអាចបង្កសម្ពាធផ្លូវចិត្តដល់កូនជាច្រើនឆ្នាំនិងធ្វើឲ្យកូនបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួនផងដែរអ្វីដែលអាចធ្វើបានស្វែងយល់នៅសំណួរពីជីវិតខ្លួនតើអ្វីខ្លះដែលខ្ញុំមិនបានសម្រេចនៅក្នុងជីវិតតើខ្ញុំកំពុងឲ្យកូនជាអ្នកសម្រេចបំណងរបស់ខ្ញុំមែនទេស្វែងយល់ពីអារម្មណ៍ខ្លួនពេលខ្ញុំមានអារម្មណ៍ដូចជាខឹងអប់ឬអស់សង្ឃឹមតើវាមកពីអ្វីតើខ្ញុំផ្ទេរអារម្មណ៍ទាំងនេះឲ្យកូនខ្ញុំដែរឬទេសុំទោសសូមអត់ទោសឲ្យខ្លួនឯងឪពុកម្ដាយមិនអាចល្អឥតខ្ចោះបានទេតែអ្វីដែលអាចធ្វើបានគឺអភិវឌ្ឍខ្លួនឯងជានិច្ចសូមធ្វើឲ្យសកម្មភាពផ្អែកលើការយល់ដឹងរបស់ខ្លួនមុនពេលសម្រេចចិត្តឬចាត់សួរអ្វីមួយទៅកូនត្រូវសួរខ្លួនឯងថានេះដើម្បីកូនឬដើម្បីខ្ញុំជារៀងរាល់សប្ដាហ៍សូមសរសេរកំណត់ហេតុផ្ទាល់ខ្លួនប្រសិនបើមានព្រឹត្តិការណ៍ណាមួយដែលបណ្ដាលឲ្យអ្នកមានអារម្មណ៍ខឹងឬសង្ស័យលើខ្លួនឯងឬអារម្មណ៍អវិជ្ជមានផ្សេងៗទៀតតើអ្នកជាបញ្ហាពិតឬជាបញ្ហាអារម្មណ៍របស់អ្នកសល់ពីអតីតកាលតើខ្ញុំបានឆ្លើយតបយ៉ាងដូចម្តេចតើខ្ញុំអាចធ្វើអ្វីដែលប្រសើរជាងនោះបានទេឪពុកឬម្ដាយប្រកាសជាចង់ផ្ដល់ឲ្យកូននៅអ្វីដែលលើសពីខ្លួនមានដើម្បីការរីកចម្រើននិងសេចក្តីសុខរបស់កូនតែពេលខ្លះពួកគាត់ក៏បានផ្ទេរទៅឲ្យកូនទាំងបញ្ហាសម្ពាធផលវិបាកផ្សេងៗដោយមិនដឹងខ្លួនការស្គាល់ខ្លួនឯងនិងការព្យាយាមដោះស្រាយបញ្ហាគឺវាអាចជួយអ្នកនិងការពារអ្នកមិនឲ្យបញ្ជូនសម្ពាធអវិជ្ជមានទាំងនោះទៅលើកូនដោយអចេតនាបានសូមកុំឲ្យកូនសម្រេចក្តីស្រមៃរបស់ឪពុកម្ដាយតែជួយឲ្យកូនសម្រេចនៅក្តីស្រមៃរបស់ពួកគេវិញទៅជាការប្រសើរព្រោះវាអាចជាសេចក្តីសុខពិតរបស់កូនរបស់យើង